នេះគឺថាសុំធ្វើគុំសាល្អមកព្រឹកទៀតដោយសារសម្រាប់ពីការងារវាថ្ងៃសៅរ៍អាទិត្យហើយមុនហ្នឹងក៏ទៅព្រោះស្រូវទៅអីចឹងណាហើយញ៉ាំនេះព្រឹកឡើងគឺថាចាប់កបិតលះមេស្វាយដោយសារមេស្វាយគោនៅមុខផ្ទះច្រើនពេកអត់ដល់បានលះណាមួយលះចឹងទៅយើងបានមេស្វាយហ្នឹងកាត់ជាកង់ជាច្រាំវាទៅបានដុតចឹងណាហើយណាមួយនៅឃើញថាម៉ែក្មេងគាត់កំពុងតែលះតែឯងនៅពេលពុបហ្នឹងអាមេឃណាធំគាត់ក៏ពិបាកលះអីចឹងទៅគាត់រៀងហត់ដែរចឹងណាហ្នឹងហើយប៉ុន្តែគាត់ធ្វើចឹងក៏ស្រួលដែរយឺតសាយយឺតសូងផងចឹងណាបានបែកញើសតិចតួចទៅរៀងស្រួលខ្លួនដែរហើយបន្ទាប់ពីមុនហ្នឹងគាត់លះប៉ុន្តែដល់ពេលដែលខ្ញុំចូលមកលះហ្នឹងក៏គាត់បបួលបងអូនថ្លៃខ្ញុំហ្នឹងទៅមើលបរោះនៅខាងស្រុកផ្សេងស្រុកក្បែរហ្នឹងហៅស្រុកជីកនៅនេះគេហៅស្រុកកំចាយមីភាសានឹងជីកហ្នឹងស្រុកជីកអីស្រុកជីកនេះជាស្រុកដែរខ្ញុំមិនចាំច្បាស់ភាសាទើបមកដំបងអញ្ចឹងនៅជីកហ្នឹងគឺមានស្រែដែរអញ្ចឹងគាត់ទៅមើលស្រែនៅហ្នឹងហើយខ្ញុំម្នេះពីអ្នកប្រពន្ធដំបងអត់តមកទេដល់ឃើញប្រពន្ធមកទៅក៏ឲ្យប្រពន្ធថតកាន់កាមេរ៉ាថតទៅហើយលីលូថាមិនខ្លះហ្នឹងបងកំពុងតែចែកគ្នាហ្នឹងនឹងថាមិនខ្លះហើយខ្ញុំមេស្វាយតូចនេះគឺថាអត់ចោលទេគឺប្រលះលឹកវាអស់ទៅតោះថាវាថាវាតូចមែនទែនយកមកកើតបានអត់យកអញ្ចឹងអាមេមុំប៉ិនកូនដៃចេះយកហើយច្រាំទៅវាគ្រាន់បានប្រកាត់ជាមេភ្លើងអញ្ចឹងណាហើយលះនេះលះអីអស់មកមិនមែនលះថាលះពាក់កដាលទុកពាក់កដាលអីលះបន្តិចអីទម្លាក់ដៃទម្លាក់អីចោលអត់ទេគឺថាលះនោះគឺលះឲ្យអស់ហ្មងគឺថាឲ្យពិបាកម៉ែក្មេងគាត់ទៅលះប្រហើយអីចឹងណាយើងជ្រុលទៅធ្វើគូនល្អហើយគុំសាល្អយើងត្រូវតែធ្វើឲ្យវាចប់ដើមចុងចឹងណាហ្នឹងហើយពេលនេះរៀងក្តៅដែរដោយសារវាមេឃថ្ងៃហ្នឹងស្រឡះហើយខ្ទង់ទៅម៉ោងដូចជា9 កន្លះ10អីទេប៉ុន្តែក្តៅតែដោយសារនឹកឃើញថាបើមិនលះអស់ទេទុកសល់គេឲ្យម៉ែក្មេកលះទៅអីអញ្ចឹងក៏លះអស់ទៅហើយនឹកឃើញថាលះទៅវាដូចយើងយឺតសាយយឺតសូមផងវាបែកញើសផងក៏លះទៅហើយលះបដាហ្នឹងលះមេឃហ្នឹងឃើញលះហ្នឹងមិនមែនលះទុកទាំងមេចងាងណាគឺលះហើយខ្ញុំមកអង្គុយចិញ្ច្រាំនេះមកចិញ្ច្រាំចឹងមកកាត់ចកងចឹងមកអាដាក់ហាឡើយអាធំនេះគេអាគោលធំនេះមួយអាកត់អូសហ្នឹងគឺខ្ញុំកាប់ដែរហ្នឹងគឺកាប់ដែរដូចជាប៉ិនកពួនជើងកាប់ហើយខ្ញុំយកមកកល់ខ្ញុំយកទៅដាក់speaker ដាក់គ្រាន់ស្ដាប់បាត់ចម្រៀងហ្នឹងហើយចឹងវីដេអូខ្ញុំគឺអត់មានច្រើនទេគឺខ្ញុំមានតែប៉ុណ្្នឹងដំបូងថាអត់បញ្ចូលសំឡេងទេតែនៅឃើញថាបញ្ចូលសំឡេងខ្លះទៅមើលរូបខ្លះទៅក៏វាម្យ៉ាងដែរអញ្ចឹងចាំមើលវីដេអូក្រោយទៀតខ្ញុំមានទៀតហើយខ្ញុំជឿតែបង្ហោះលេងហ្នឹងទៅអ្នកប្រើខ្ញុំឲ្យថតមុខឲ្យហើយ